កូនហើយអាយុរបស់កូនកាន់តែច្រើនហើយកូនធ្វើអ្វីត្រូវគិតឲ្យបានគ្រប់ជ្រុងជ្រោយណាកូនមុននឹងកូនសម្រេចចិត្តចាប់យកនៅការងារជាអាជីពប្រចាំជីវិតរបស់កូននោះចូលកូនធ្វើអ្វីដែលធ្វើឲ្យប្រកបទៅប្រាក់រត់តាមហៅកូនបើកូនចូលចិត្តចំពោះការងារណាចូលកូនប្រាប់ពុកម៉ែមកកុំខ្លាចចិត្តពុកម៉ែអីពុកម៉ែស្រណុកលេលោកចាត់ចែងជំនះជំនាញតាមចិត្តប្រាថ្នាដែលកូនចង់កូនហើយពុកនិងម៉ែនេះគ្រាន់តែជាអ្នកបង្ហាត់បង្ហាញផ្លូវបង្កើតកូនមកតែពុកម៉ែមិនអាចបង្កើតចិត្តរបស់កូនគ្រប់ពេលបានទេបើកូនមិនចង់ធ្វើមិនចង់និយាយមិនចង់រៀនសូត្រនោះពុកហើយនិងម៉ែនេះមិនអាចជួយកូនឲ្យដល់ត្រើយក្នុងជីវិតរបស់កូនឡើយព្រោះពេលនេះពុកហើយនិងម៉ែក៏មានវ័យក៏កាន់តែជ្រេដូចព្រះអាទិត្យរៀបលិចទៅហើយដូច្នេះចូលកូនត្រូវសម្លឹងមើលពីអនាគតរបស់កូនព្រោះកូននៅមានពេលវែងឆ្ងាយណាស់ការងារទាំងឡាយគឺគេចាប់ផ្ដើមពីចំណុចដែលយើងមិនទាន់មានឲ្យមានឡើងពេលទំនេរកូនមិនត្រូវខ្ជះខ្ជាយទុកពេលវេលាដ៏មានតម្លៃល្អសម្រាប់ខ្លួនកូនឲ្យដើរទៅកន្លងដែលអត់ប្រយោជន៍នោះឡើយអ្វីដែលកូនខ្វះខាតកូនត្រូវតែបំពេញអ្វីដែលពេញហើយកូនត្រូវតែបន្ថែមនៅក្នុងចំណេះដែលកូនចង់ចេះឲ្យកាន់តែប្រសើរឡើងក្នុងលោកនេះណាកូនមនុស្សយើងរៀនមិនចេះអស់មិនចេះចប់សពគ្រប់ទីតែមានចន្លោះប្រហោងតិចតួចជាក់ជាមិនខាននោះមកអំពីព្រោះអ្វីព្រោះថាមកពីកូនមានសេចក្តីប្រមាថទ្វេប្រហែសកើតឡើងយ៉ាងច្រើនការងារតិចតួចបាត់បង់ទៅឬក៏កូនមិនចេះដល់ក៏លែងយកបរិនិព្វានធ្វើឲ្យជាប្រយោជន៍ក្នុងអំពើនៃចំណេះដឹងនោះលុះដល់ពេលមានអាសន្នអន់ក្រណាមួយបានកើតឡើងទើបយើងស្ដាយក្រោយក្នុងភាពជាម្ចាស់ការលើខ្លួនឯងបានកូនត្រូវតែរៀនពីបច្ចុប្បន្ននេះទៅចូលកូនកុំគិតសប្បាយក្នុងរឿងដែលមិនទាន់មកដល់កូនត្រូវគិតអំពីផលនៃបច្ចុប្បន្ននេះឲ្យជាប្រចាំបើកូនឃើញថាការងារជាសារៈជីវិតរបស់កូននេះល្អហើយផលទៅអនាគតរបស់កូននោះក៏ល្អដែរបើកូនខ្ជិលច្រអូសទម្រុញស្រញគំនិតក្នុងពេលនេះទៅនោះអនាគតរបស់កូនមកជាដុនដាបថោកទាបញោមញីនៅសេចក្តីខ្វះខាតទុកលំបាកតោកយ៉ាកើតឡើងដល់កូនគ្រប់ពេលកូនហើយក្នុងលោកនេះកូនមិនត្រូវសម្លឹងមើលពីភាពមានបានរបស់អ្នកដទៃទេកូនត្រូវតែសម្លឹងមើលពីភាពខ្វះខាតរបស់កូនវិញល្អជាងកូនត្រូវបំពេញកាតព្វកិច្ចដ៏ល្អសម្រាប់ជីវិតរបស់កូនហើយឬនៅកូនហើយដុំមាសដុំពេជ្រមានសម្រាប់កូនហើយតែដុំមាសដុំពេជ្រទាំងនោះវាមិនបានហោះមកឯងដោយចៃដន្យដែលយើងមិនបានចំណាយពេលវេលារកវាទេតែកូនត្រូវចំណាយកម្លាំងប្រាជ្ញារបស់កូនឲ្យបានមែនទេទើបយើងបានវាយ៉ាងណាមិញដុំមាសដុំពេជ្រនៅក្នុងទីនេះមិនសំដៅទៅលើសម្ភារៈគ្រឿងនិយមល្អក្រៅខ្លួននោះទេតែសំដៅទៅលើភាពភ្លឺផ្លេចាញ់ចាំងនៅក្នុងជីវិតរបស់កូនទេតើកូនបានក្លាយជាមនុស្សដែលអ្នកដទៃមើលទៅថាកូនជាមនុស្សប្រសើរប្រកបដោយចំណេះដឹងវិជ្ជាជីវៈមានការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរកូនត្រូវតែមានចំណេះដឹងមានចំណេះជំនាញដ៏ប្រសើរកូនជាមនុស្សដែលមានចិត្តបុណ្យតែក្របសង្កត់អត់ធន់ឬក៏មានសេចក្តីអាណិតព្រោះចំពោះមនុស្សដែលទុនទាបជាងខ្លួនគឺកូនត្រូវជួយបង្ហាត់បង្ហាញផ្លូវដែលល្អមានបទពិសោធន៍នៅក្នុងជីវិតរបស់កូនឲ្យអ្នកដទៃចេះប្រឹងប្រែងព្យាយាមនិងបានល្អប្រសើរដោយកូនដែរកូនណាកូនត្រូវធ្វើជាមនុស្សដែលល្អទាំងកាយល្អទាំងវិជ្ជានិងដល់ព្រមដោយចិត្តខុសកូនមិនត្រូវធ្វើជាមនុស្សល្អតែសម្បកខាងក្រៅតែខាងក្នុងវិញគឺរលួយស្អុយរឿងអ្វីដែលកើតឡើងចំពោះកូនមុននឹងអាកម្មសេចក្តីក្នុងរឿងបុគ្គលណាម្នាក់កូនត្រូវសម្លឹងមើលពីហេតុនិងផលឲ្យបានច្បាស់លាស់សិន
ទើបកូនវិនិច្ឆ័យមិនខុសបើទោះបីជាអ្នកណាខុសអ្នកណាត្រូវក៏ដោយកូនក៏ត្រូវប្រកាន់ធម៌នៅឧបេក្ខាភាពជាអ្នកកណ្ដាលមិនឆ្វេងពេកមិនស្ដាំពេកនោះឈ្មោះថាកូនជាមនុស្សដែលប្រកបដោយជាអ្នកសប្បុរសកូនត្រូវធ្វើជាមនុស្សដែលមានពន្លឺដូចជាចង្កៀងសម្រាប់បំភ្លឺអ្នកដែលងងឹតយ៉ាងណាមិញកូនមិនត្រូវចង្អៀតចង្អល់នៅក្នុងចិត្តរបស់កូនទៅលើអ្នកដទៃគ្រប់ពេលទេកូនត្រូវមានពន្លឺប្រាជ្ញាសម្រាប់នៃការដាស់តឿនដល់ជនទាំងឡាយដែលអវិជ្ជាល្ងឹតល្ងង់កូនមិនត្រូវព្យាបាទខឹងស្អប់គុំគួនស្វិតកំណាញ់នឹងអ្នកដទៃទេទ្រព្យសម្បត្តិការចែកទានអ្វីដែលកូនមានកូនអាចចែករំលែកនៅក្តីស្រឡាញ់ចំពោះកូនទៅលើសិទ្ធិបុគ្គលដទៃបានកូនត្រូវធ្វើទានចំពោះអ្នកខ្វះទ្រព្យខ្វះខាតក្នុងសេចក្តីត្រត្រណាមួយពេលឃើញគេក្រជាងខ្លួនកូនមិនត្រូវឃើញគេហើយខាតស្ដោះទីព្រីក្នុងហេតុមិនគប្បីកើតឡើងដល់គេឡើយប្រយ័ត្នបង្កជាពៀកូនណាកូនត្រូវតែសម្លឹងមើលពីភាពមេត្តាចិត្តរបស់កូនជានិច្ចថាតើអាត្មាអញនេះបានធ្វើប្រយោជន៍ក្នុងអំពើល្អណាមួយឲ្យបានប្រសើរហើយឬនៅបើមើលទៅមិនឃើញទេចូលកូនជំរះមិច្ឆាទិដ្ឋិអាក្រក់ចេញបន្សាត់បងនៅអកុសលធម៌ដែលជាធម៌ខ្មៅធម៌លិបុជាធម៌មិនស្អាតធម៌អាក្រក់ជំរះដោយសម្មាទិដ្ឋិការយល់ត្រូវត្រេះរិះត្រូវដែលជាផ្លូវត្រង់ក្នុងការគោរពសមតាមមាគ៌ាក្នុងព្រះពុទ្ធសាសនាដែលឈ្មោះថាកូនជាអ្នកគោរពប្រណិប័តក្នុងអាវត្តរបស់ព្រះសម្មាសម្ពុទ្ធដោយពុកហើយនឹងម៉ែដែរកូនអើយកូនត្រូវតែមានក្នុងខ្លួនគឺសិលដែលជាគ្រឿងញ៉ាំងសត្វឲ្យដល់នៅទីដែលបានសុខសេរីសួស្តីពលគេសិលធម៌ក្តីគុណធម៌ក្តីដែលជាគ្រឿងទម្ងន់នៅក្នុងជីវិតរបស់កូនឲ្យចេះអត់ធន់គ្រប់រឿងអត់ធន់តាមចំណង់ប្រាថ្នានោះកូននឹងមិនញាប់ញីដោយសេចក្តីទុក្ខបៀតបៀនណាមួយដល់កូនឡើយពីព្រោះអ្វីពីព្រោះតែថាកូនបានលះបង់នៅភាពល្មោបលោភលន់សេចក្តីប្រាថ្នាហួងហែងខ្លាំងនោះហើយបានជាកូនពុំសូវមានសេចក្តីទុក្ខមកបៀតបៀនកូនណាសេចក្តីប្រាថ្នារបស់មនុស្សយើងនេះយើងឃើញហើយថាពុកហើយនឹងម៉ែក្តីកូនប្រុសកូនស្រីឬបុគ្គលណាណាដែលមានក្នុងលោកនេះកែមកហើយមិនដែលនិយាយថាទេប៉ុណ្ណឹងហើយល្មមហើយគ្រប់គ្រាន់ហើយឆ្អែតហើយមិនត្រូវការទ្រព្យសម្បត្តិលៀបយសសាសនោះតែថាបើកូនចេះល្មមព្រមទទួលយកការពិតកុំខ្វល់ខ្វាយពីភាពមានបានរបស់កូនរហូតទៅភ្លេចបុណ្យភ្លេចកុសលសូម្បីមុខមាត់ម៉ែឪដែលរស់នៅជ្រងោកនៅមុខនឹងផ្ទះរបស់កូនក៏កូនសឹងតែដកឃ្លាមកអែតពុកម៉ែមិនកើតពីផងមកពីអ្វីគឺមកពីខ្លួនកូននេះឯងមានសេចក្តីប្រាថ្នាលោភលន់ហួសប្រមាណភ្លេចបុណ្យភ្លេចកុសលភ្លេចគុណឪពុកម្ដាយនោះមិនជាការប្រសើរទេណាកូនកូនណាពុកនេះនិយាយមិនសំដៅឲ្យកូនខ្ជិលច្រអូសក្នុងការងារនៃមុខរបរចិញ្ចឹមជីវិតរបស់កូនឡើយតែកូនត្រូវមានពេលវេលាចេះចែករំលែកក្នុងមុខរបរប្រចាំជីវិតរបស់កូនមានពេលវេលាថាពេលវេលានេះទេពេលវេលានេះត្រូវទៅអើឪពុកម្ដាយពេលវេលានេះគួរបំពេញបុណ្យតែបើមួយខែមួយឆ្នាំរហូតដល់ទៅពេលខ្លះរដូវចូលឆ្នាំក្តីជុំបិណ្ឌក្តីមិនបានជួបបុកមាត់ឪពុកម្ដាយដោយសារតែរវល់អ្នកជំពាក់លុយអ្នកទទួលលុយអ្នកឲ្យលឺខ្ចីឬក៏សងបលបំណុលគេភ្លេចអស់នៅអំពើដែលជាប្រយោជន៍ដល់គុណរបស់ឪពុកម្ដាយចិត្តរបស់កូនមិនត្រូវរំលងព្រះកន្លងរបស់កូនឲ្យហួសព្រំដែននោះទេកូនកុំភ្លេចថាពេលនេះកូនមានកូនបានមានលៀបយសប្រសើរហើយគឺបានមកដោយសារតែឪពុកម្ដាយបានផ្ដល់កំណត់ដល់កូនម្លេះជីវិតកូននេះមិនមានថ្ងៃដ៏ល្អសម្រាប់ជីវិតកូនឡើយកូនអើយពុកដាស់តឿនកូននេះមិនមែនប្រាថ្នាចង់ឲ្យឃើញកូនស្រីរបស់ពុកម៉ែថា
ជាអ្នកអស្ចារ្យនោះទេតែកូនក៏មិនត្រូវភ្លេចគិតពីពុកម៉ែដែរកូនត្រូវយកចិត្តទុកដាក់ចំពោះអ្វីដែលកូនខំរកបានមកគឺការរកបានដោយការចិញ្ចឹមជីវិតដ៏ត្រឹមត្រូវកូនមិនត្រូវភូតកុហកបោកប្រាស់ដោយប្រើប្រាជ្ញាដ៏អាក្រក់របស់កូនទៅរកស៊ីលមោបលក់លុនប្រាថ្នាហួសឯងខុសពីភាពមានបានរបស់អ្នកដទៃដែលគេរកប្រកបដោយការចិញ្ចឹមជីវិតដ៏ត្រឹមត្រូវពេលដែលកូនរស់នៅប្រកបដោយការចិញ្ចឹមជីវិតដ៏ត្រឹមត្រូវកូនចេះធ្វើបុណ្យធ្វើទានរក្សាសីលនោះពុកម៉ែនឹងសុបាយចិត្តពេលដែលឃើញកូនដើរដល់ចំណុចដ៏ល្អនេះដែលកូនត្រូវច្បាំងឈ្នះជាមួយនឹងសត្រូវក្នុងចិត្តរបស់កូនគឺឈ្នះលើផ្លូវវិវេមិនចងពៀលើអ្នកដទៃមិនមានកំណត់អាក្រក់លើអ្នកដទៃឈ្នះអកុសលធម៌ចេញបានហើយចាប់យកនៅបុណ្យគឺកុសលធម៌ជាហេតុកូនណាកូនបានធ្វើជាអ្នកសប្បុរសក្នុងចិត្តរបស់ឪពុកនិងម្ដាយគឺកូនសុបាយចិត្តដែលកូនបានដើរតាមមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធមានព្រះសមណគោតមតែយើងកំពុងនឹងគោរពប្រណិប័តក្នុងព្រះពុទ្ធវចនៈនៅក្នុងពេលបច្ចុប្បន្ននេះបន្ទាប់មកមានព្រះសង្ឃជាសាវកសម្រាប់កូនគោរពបូជាកូនបានធ្វើបុណ្យដាក់ទានគឺពុកម៉ែសប្បាយចិត្តរកអ្វីនឹងថ្លែងពុំបានឡើយបើកូនចំណាយទ្រាំធ្វើបុណ្យក្នុងព្រះពុទ្ធសាសនាដ៏ច្រើនក៏ប៉ុន្តែកូនមិនត្រូវភ្លេចបុណ្យភ្លេចកំណើតរបស់ឪពុកម្ដាយឡើយព្រោះឪពុកម្ដាយនេះជាទេវតាខាងដើមជាបុព្វទេវតាថែរក្សាកូនមុនគេគឺពុកហើយនឹងម៉ែនេះណាហើយកូនល្មមស្លេះប៉ុណ្ណេះហើយល្មមគ្រប់គ្រាន់ដែលកូនអាចយល់ជ្រាបបានហើយចាំដល់ពេលក្រោយពុកនឹងរៀបរាប់អំពីបទពិសោធន៍នៅក្នុងជីវិតរបស់ពុកម៉ែដែលមានហើយបានសិក្សាស្រាវជ្រាវកន្លងហើយនឹងប្រាប់ដល់កូនប្រុសស្រីបន្តទៀតសូមកូនសុខភាពល្អថែរក្សាខ្លួនឲ្យបានល្អកុំឲ្យអំពើអាក្រក់កើតមានដល់កូនគ្រប់ពេលណាកូន